ចិននិងអ៊ីរ៉ង់រងការចាប់ប្រកាន់ធ្ងន់ធ្ងរពីសំណាក់នាយករដ្ឋមន្ត្រីអ៊ីស្រាអែលតើនឹងមានរឿងអ្វីកើតឡើងបន្តកម្ដៅនយោបាយពិភពលោកកាន់តែក្តៅនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកប៊ិនចាមីននេតាន់យ៉ាហ៊ូបានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈការចាប់ប្រកាន់ចំទៅកាន់ប្រទេសចិនថាជាអ្នកផ្គត់ផ្គង់បច្ចេកវិទ្យាសំខាន់ៗដើម្បីជួយដល់កម្មវិធីមីស៊ីលនិងនុយក្លេអ៊ែររបស់អ៊ីរ៉ង់ចំណុចក្តៅៗដែលលោកនេតាន់យ៉ាហ៊ូលើកក្នុងកម្មវិធី60 minutes ចិនត្រូវបានចោទថាជាអ្នកនៅពីក្រោយការផ្ដោតគ្រឿងបង្គុំសម្រាប់ផលិតមីស៊ីលសង្គ្រាមមិនទាន់ចប់អ៊ីស្រាអែលប្រមានថាការគំរាមកំហែងពីអ៊ីរ៉ង់នៅតែមានកម្រិតខ្ពស់ហើយសង្គ្រាមនេះនៅឆ្ងាយពីការបញ្ចប់ការលាក់ទុកអ៊ុយរ៉ាញ៉ូមអ៊ីរ៉ង់នៅតែបន្តរក្សាទុកសារធាតុសម្រាប់ផលិតអាវុធនុយក្លេអ៊ែរដែលជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរមកទល់ពេលនេះខាងភាគីចិននៅមិនទាន់មានប្រតិកម្មតបតវិញនៅឡើយទេតើយល់យ៉ាងណាដែរចំពោះការចាត់ប្រកាន់ចំបែបនេះប្រភពពី CBS